បាទសូមជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការបង្កើតក្រុមដើម្បីភ្ជាប់ជាមួយនឹងមុខងារក្រុមនៅក្នុងមុខងារ assignment របស់ UPOP បាទអញ្ចឹងទី1យើងចូលទៅកាន់ browser បាទបន្ទាប់មកទៀតគឺចូលមកកាន់មុខវិជ្ជាបាទអញ្ចឹងនៅពេលដែលចូលមកកាន់មុខវិជ្ជាបែបនេះហើយគឺយើងចូលទៅកាន់មុខងារparticipant នៅក្នុង course navigation ខាងឆ្វេងនេះហើយចុចលើ participant បាទបន្ទាប់មកទៀតគឺចុចកន្លែង setting នេះហើយរើសយកពាក្យថាគ្រប់បាទនៅត្រង់ចំណុចនេះគឺដើម្បីធ្វើការបង្កើតក្រុមបានគឺលោកគ្រូអ្នកគ្រូត្រូវធ្វើការចុចកន្លែង create group បាទបន្តមកទៀតគឺកន្លែង group name នេះគឺយើងដាក់មកបាទឧទាហរណ៍ថាខ្ញុំត្រូវដាក់ចំនួន5 6 group ឬក៏10 group ចឹងខ្ញុំដាក់មកបាទ group ទី1ឧទាហរណ៍ហើយចុច save change មកបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាចំនួន3ចុះហើយយើងចុច create មួយទៀតបាទទី2ហើយមួយទៀតទី3បាទបាទអញ្ចឹងបន្ទាប់ពីបង្កើតក្រុមបែបនេះហើយលោកគ្រូអ្នកគ្រូអាចមើលបាននេះគឺជាឈ្មោះក្រុមរីឯនៅក្នុងមុខកញ្ចក់នេះគឺជាចំនួននិស្សិតអញ្ចឹងយើងបង្កើតក្រុមរួចរាល់ប៉ុន្តែអត់ទាន់មាននិស្សិតនៅក្នុងក្រុមនេះទេអញ្ចឹងដើម្បីធ្វើការទាញនិស្សិតដាក់ចូលនៅក្នុងក្រុមនេះបានគឺយើងត្រូវធ្វើការចុចទៅលើក្រុមហ្នឹងបន្ទាប់មកទៀតនៅពេលដែល select ហើយយើងចុចទៅលើពាក្យថា add ឬក៏ remove user បាទចុចលើហ្នឹងមកបាទអញ្ចឹងនៅត្រង់ចំណុចនេះលោកអ្នកគ្រូនឹងឃើញមានក្រុម member កន្លែងនេះគឺចំនួននិស្សិតដែលយើងត្រូវបញ្ចូលទៅក្នុងក្រុមមួយហ្នឹងបន្តមកទៀតកន្លែងនេះគឺចំនួន participant ទាំងអស់ដែលជានិស្សិតហ្នឹងអញ្ចឹងដើម្បីបញ្ចូលពួកគាត់បានគឺយើងមានជំរើសអាចមើលផ្ទាល់អញ្ចឹងក៏បានឬក៏យើងអាចធ្វើការ search ឈ្មោះឬក៏ ID ឬក៏ email របស់គាត់នៅកន្លែងនេះបាទអញ្ចឹងនៅពេលដែល search ឃើញហើយគឺយើងគ្រាន់តែ select បាទ select មកឧទាហរណ៍និស្សិតមួយនេះចុះហើយយើងចុចកន្លែង add left មកបាទអញ្ចឹងគឺដើម្បីបញ្ចូលនិស្សិតទៅក្នុងក្រុមមួយហ្នឹងគឺយើងត្រូវធ្វើម្ដងមួយដំណាក់កាលបែបហ្នឹងបាទឧទាហរណ៍មួយទៀតបាទគឺតម្រង់បែបហ្នឹងបាទហើយនៅពេលដែលរួចរាល់គឺលោកគ្រូអ្នកគ្រូអាចចុចខាងលើនេះមកបាទចុចកន្លែងក្រុមនេះមកអញ្ចឹងយើងមកកន្លែងទំព័រ dashboard ដើមរបស់ក្រុមវិញគឺក្រុមទី1នេះគឺមាននិស្សិតចំនួន3នាក់បាទអញ្ចឹងទី2និងទី3គឺយើងធ្វើលំនាំដូចគ្នាបាទអញ្ចឹងគឺរបៀបនៃការបង្កើតក្រុមប៉ុណ្ណឹងនៅពេលដែលយើងមានក្រុមរួចរាល់ហើយគឺលោកគ្រូអ្នកគ្រូអាចចូលទៅទំព័រដើមវិញនៅក្នុងមុខវិជ្ជាយើងចូលទៅបង្កើតនៅ assignment បាទអញ្ចឹងដើម្បីបង្កើតបានគឺយើងបើកនៅ turn editing on ហើយខ្ញុំនឹងឧទាហរណ៍នៅខាងក្រោមគេតែម្ដងបាទ add section ថ្មីមួយបន្តមកទៀតយើង add activity or resource ហ្នឹងហើយរើសយកមុខងារ assignment បាទឬក៏ all នេះហើយរើសយក assignment មកបាទនៅក្នុងការបង្កើត assignment ទី1គឺគេ require ឲ្យយើងដាក់ឈ្មោះបាទអញ្ចឹងយើងដាក់ឈ្មោះមកឧទាហរណ៍ថាជា project អីមួយបាទឧទាហរណ៍ទេបន្ទាប់មកទៀត description នេះគឺជាសមត្ថកម្មរបស់ assignment បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំ restrict ជាមួយនិស្សិត3ក្រុមអញ្ចឹងមាន topic 3ផ្សេងគ្នាចុះអញ្ចឹងយើងអាចធ្វើការដាក់បញ្ចូលនៅក្នុង column តែមួយបានព្រោះពេលខ្លះយើងអាចបំបែក assignment នឹងទៅជាផ្សេងគ្នាក៏បានដែរប៉ុន្តែវាពិបាកថងថានៅពេលដែលយើងចូលទៅយកបន្ទុកដើម្បីចូលទៅបញ្ចូលនៅក្នុង system ឧទាហរណ៍ថា UPerf ចុះគឺវាអាចមានការពិបាកប៉ុន្តែបើសិនជាយើងយកបន្ទុកចេញពី assignment តែមួយយកទៅបញ្ចូលគឺវាមានលក្ខណៈងាយស្រួលបាទអញ្ចឹងឧទាហរណ៍ថាមាន3 topic គឺយើង copy មកបាទនេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ទេហើយយើងធ្វើការបាទ select មកបាទ copy មកហើយយើងផាសនៅកន្លែង description នេះបាទអញ្ចឹងខ្ញុំដាក់ឧទាហរណ៍មកប៉ុណ្ណឹងអញ្ចឹងកន្លែងនេះឧទាហរណ៍ថាយើងបែងចែកសម្រាប់និស្សិត3ក្រុមអ្វីដែលជាចំណុចសម្គាល់ហ្នឹងគឺគ្រាន់តែយើង make sure ថានិស្សិតទាំងអស់គាត់ដឹងថា topic របស់គាត់ហ្នឹងគឺនៅលេខរៀងមួយណាបាទអញ្ចឹងមកប៉ុណ្ណឹងហើយ display នេះយើងអាច skip បានហើយយើងចូលទៅកំណត់ setting បាទគឺ availability គឺខ្ញុំដាក់ default មកប៉ុណ្ណឹង
ហើយ submission ថយនៅកន្លែងនេះបើយើងកំណត់ឲ្យពួកគាត់ submit ជា slide presentation ផងជា video ផងគឺយើងយកកន្លែង file submission បាទបន្ទាប់មកទៀត maximum number of upload file គឺយើងរើសមកបាទអញ្ចឹងខ្ញុំឲ្យគាត់ upload slide មួយហើយនឹង PowerPoint មួយអញ្ចឹងយើងយក2មកបាទបន្ទាប់មកទៀតកន្លែងចំនួន size អានេះគឺ maximum storage របស់ upload file យើងដាក់មកប៉ុណ្្នឹងទៅបាទមួយ G ហើយកន្លែង choose នេះគឺយើងយក all file type បាទ save change មកបន្ទាប់មកទៀតគឺយើងរើសកន្លែង group submission នេះបាទអញ្ចឹង group submission នេះគឺដើម្បីឲ្យពួកគាត់ submit ម្នាក់ដែលតំណាងឲ្យគ្នា3 4នាក់ហ្នឹងគឺបានបន្ទុករួមគ្នាគឺយើងត្រូវបើកកន្លែងហ្នឹងបាទគឺយើងយកពី no នេះមកកាន់ yes បាទមកប៉ុណ្្នឹងមកហើយកន្លែង require group to make a submission នេះអាហ្នឹងគឺមានន័យថាយើងចង់ឲ្យ group member ហ្នឹងគាត់ make submission ដែរអញ្ចឹងដើម្បីបានបន្ទុករួមប៉ុន្តែកន្លែងនេះបើយើងយក no submit តែម្នាក់ក៏គាត់បានដែរអញ្ចឹងយើងអាច click នៅ no អញ្ចឹងទៅបាទកន្លែង require all member នេះដោយសារយើងយក no ពីលើអញ្ចឹងវាអត់ detect មកទេហើយ grouping for student grouping នេះគឺវានៅពីលើ group អញ្ចឹងនៅពេលដែលយើងបង្កើត group ហ្នឹងក៏ពិតវាមាន grouping មួយទៀតប៉ុន្តែខ្ញុំអត់បង្ហាញខ្លាចលោកគ្រូអ្នកគ្រូច្រឡំអញ្ចឹងអានេះលោកគ្រូអ្នកគ្រូដាក់ណាដែរទៅបាទបន្ទាប់មកទៀតnotification នេះគឺយើង set ធម្មតាដូចលំនាំ assignment ទូទៅអញ្ចឹងបាទយើងយក yes ខាងលើមកហើយ notify student នេះយើងអាចយក no ឬក៏ yes ក៏បានដែរបាទហើយ grade នេះក៏ដូចគ្នាគឺយើងដាក់ចំនួនបន្ទុកមកបាទអញ្ចឹងចំណុចសម្គាល់នៅក្នុងកន្លែងនេះគឺតាក់ទងជាមួយនឹង restrict បាទគឺមានកន្លែង group នេះហើយនឹង restrict បាទអញ្ចឹងយើងចុចកន្លែង restrict មកអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវធ្វើការ restrict group ដែលយើងបានធ្វើការបង្កើតនៅដើមទីហ្នឹងចំនួន3 group ហ្នឹងគឺយើងចុចកន្លែង add restriction បន្ទាប់មកទៀតយើងរើសពាក្យថា group បាទរើស group មកកន្លែងនេះគឺយើងត្រូវចង group ចំនួន3បាទ3ដងអញ្ចឹងទី1គឺយើងរើស group ទី1បាទ G1 បន្ទាប់មកទៀតយើង add restriction មួយទៀតយើងរើស group មួយទៀតG2 បាទមួយទៀតបាទ G3 បាទគឺបែបនេះបន្ទាប់មកទៀតគឺលោកគ្រូអ្នកគ្រូត្រូវធ្វើការដូរកន្លែង all នេះមកកាន់ any បាទកន្លែង function all នេះមានន័យថាបើសិនជាយើង keep នៅ all តដែរ3ក្រុមនេះគឺ submit បានតែមួយក្រុមឯងប៉ុន្តែបើយើងចង់ឲ្យពួកគាត់ទាំង3ក្រុមនេះគាត់អាចមានតំណាងគាត់មក submit បានទាំងអស់គ្នាគឺយើងដូរមក any បាទអញ្ចឹងគឺមកប៉ុណ្ណឹងបាទមុនធ្វើការ save ខ្ញុំធ្វើការ review ម្ដងទៀតអញ្ចឹងគោលដៅដែលនៅក្នុង assignment នេះគឺទី1គឺពាក់ព័ន្ធជាមួយនឹងការដាក់ topic រៀបចំទៅម៉េចឲ្យនិស្សិតគាត់យល់បន្ទាប់មកទៀត setting នេះគឺទូទៅទេគឺ setting ដែលគោលគឺគ្រប់បាទយើងធ្វើការបើកកន្លែងហ្នឹងដើម្បីឲ្យ submit ទៅគឺតំណាងទាំងអស់គ្នាហើយនឹងកន្លែង restrict បាទគឺ restrict ចំនួនគ្រប់ដែលយើងបានធ្វើការបង្កើតនៅដើមទីអញ្ចឹងគឺមកប៉ុណ្្នឹងយើងអាចធ្វើការ save display ទៅបាទបាទអញ្ចឹងបន្ទាប់ពី save display មកលោកគ្រូអ្នកគ្រូនឹងឃើញមាននេះគឺការបរិច្ឆេទមាន topic ហើយអ្វីដែលប្លែកហ្នឹងគឺយើងមានពាក្យថា separate group បាទដែលយើងមាន dashboard សម្រាប់ការតាមដាន group នីមួយៗបាទ group 1 group 2នៅពេលដែលចុចទៅគឺវា refresh បាទឬក៏មួយទៀតយើងអាចមើលជារួមចេះក៏បានដែរ all participant បាទអញ្ចឹងតកតងជាមួយនឹងការបង្កើតនៅ group ដែលភ្ជាប់ជាមួយនឹង assignment បែបលក្ខណៈ group submission គឺខ្ញុំមានមកប៉ុណ្ណឹងហើយបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់អាចតកតងមកខ្ញុំបាននៅខាងបណ្ណាល័យបាទសូមអរគុណ